ការប្រឡងទី12ខិតจะចូលមកដល់ហើយប៉ុន្តែទន្ទិញមេរៀនដូចជាអត់សូវចាំអីសោះគួរធ្វើមកលើត្រូវឲ្យអ្នកទាំងអស់គ្នាការប្រឡងទី12ពិតជាខិតจะចូលមកដល់មែនតើហើយនៅក្នុងហ្នឹងក៏មានមេរៀនជាច្រើនដែលយើងត្រូវទន្ទិញមានមេរៀនជាច្រើនដែលយើងត្រូវធ្វើទៅ review វារាល់ថ្ងៃដូចគ្នាហើយស្រាប់ពេលជាមួយគ្នានឹងដែរក៏មានកូនសិស្សយើងមួយចំនួនគាត់ឆាប់ទន្ទិញឆាប់ចាំឆាប់ចប់បានមែនតើប៉ុន្តែក៏មានកូនសិស្សមួយចំនួនទៀតដែលគាត់ពិបាកនៅក្នុងការទន្ទិញមេរៀនគាត់ទន្ទិញឆាប់ចាំដែរប៉ុន្តែគាត់ឆាប់ភ្លេចដូចគ្នាហើយមួយវិញទៀតគាត់ព្យាយាមទន្ទិញដែរប៉ុន្តែអត់ចាំសូម្បីតែបន្តិចតែម្ដងអញ្ចឹងសួរថាមានវិធីសាស្ត្រយ៉ាងដូចម្ដេចក្នុងការទន្ទិញមេរៀនឲ្យឆាប់ចាំវិធីសាស្ត្រប្រកាសជំនាញអ្នកទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះយើងទៅមើលពីវិធីសាស្ត្រទាំងនោះជាមួយគ្នាសម្រាប់ចំណុចទី1គឺយើងត្រូវយល់ជាមុនសិនយើងត្រូវយល់ថាមេរៀនរបស់យើងណាចាំផ្ដោតសំខាន់ទៅលើអ្វីយើងត្រូវគិតថាបើសិនជាយើងទៅទន្ទិញមេរៀនមួយដែលយើងអត់ចាំសោះហ្មងណាយើងអាចនឹងចាំវាបានមែនប៉ុន្តែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះអ្នកទាំងអស់គ្នាមួយរយៈក្រោយមកទៀតយើងនៅតែភ្លេចដដែលព្រោះយើងអត់បានយល់ពីមេរៀនទាំងអស់ហ្នឹងឯងយើងគ្រាន់តែទន្ទិញវាអញ្ចឹងទន្ទិញហ្នឹងវាគ្រាន់តែជាការបណ្ដោះអាសន្នមួយឯងមួយរយៈក្រោយមកភ្លេចដដែលអ្នកទាំងអស់គ្នាអញ្ចឹងពេលដែលយើងយល់មេរៀនយើងអាចទន្ទិញវាបានហើយយើងត្រូវកាត់វាចេញមកដូចគ្នាការកាត់ឡើងទៀតសោតគឺយើងត្រូវប្រើពាក្យខ្លួនឯងបានន័យថាចេះយើងយល់បែបណាយើងទៅសេពបែបហ្នឹងចេញមកអ្នកនរគ្នាកុំព្យាយាមយកពាក្យចេញពីសភើពុំច្រើនពេកហើយនេះគឺជាចំណុចទី1ដែលខ្ញុំចង់ណែនាំទៅកាន់អ្នកទាំងអស់គ្នាព្រោះដោយសារតែចំណុចនេះវាក៏មានប្រសិទ្ធភាពដែលជួយឲ្យអ្នកទាំងអស់គ្នាទន្ទិញមេរៀនឆាប់ចាំផងដែរចំណុចទី2មើលគំនូរជីវចលឬមើលក៏ស្ដាប់សំដែងរឿងដែលពាក់ព័ន្ធជាមួយនឹងមេរៀនថងចំណុចនេះអាចនឹងរៀងប្លែកបន្តិចប៉ុន្តែទទួលបានប្រសិទ្ធភាពដូចគ្នាអ្នកនរគ្នាសម្រាប់បងប្អូនមួយចំនួនហ្នឹងខ្ញុំជឿជាក់ថាបើសិនជាឲ្យគាត់ទៅអង្គុយអានអង្គុយមើលសម្លឹងមួយពាក្យដើម្បីឲ្យទៅទន្ទិញមេរៀនហ្មងណាគាត់ប្រកាសជាអត់ចាំទេជាក់ស្ដែងខ្ញុំផ្ទាល់ក៏បែបនេះដូចគ្នាអញ្ចឹងយើងមានវិធីសាស្ត្រផ្សេងមួយទៀតគឺមើលគំនូរជីវចលឬមើលក៏ស្ដាប់សម្ដែងរឿងដែលពាក់ព័ន្ធជាមួយនឹងមេរៀនរបស់យើងវាច្រើនឥឡូវហ្នឹងគឺគាត់ចេញច្រើនខ្លាំងមែនតើអ្នកនរគ្នាពាក់ព័ន្ធជាមួយនឹងគំនូរជីវចលពីប្រវត្តិសាស្ត្រលើកសាច់រឿងពីប្រវត្តិសាស្ត្រមកធ្វើជាគំនូរជីវចលអញ្ចឹងយើងអាចមើលតាមនឹងបានពេលខ្លះគាត់អត់ចាំទេប៉ុន្តែគាត់អាចចាំជាសកម្មភាពផ្សេងនៅក្នុងសាច់រឿងនឹងបានអញ្ចឹងវាក៏ជាចំណុចមួយដែលទទួលបានប្រសិទ្ធភាពខ្ពស់ដូចគ្នាអ្នកនរគ្នាអញ្ចឹងអ្នកនរគ្នាក៏អាចសាកជាមួយនឹងចំណុចមួយនេះបើសិនជាមើលមេរៀនអត់ចាំឬមួយក៏ទន្ទិញមេរៀនអត់ចាំចំណុចទី3យកមេរៀនទៅពន្យល់អ្នកដទៃថងចំណុចនេះក៏ទទួលបានប្រសិទ្ធភាពខ្ពស់ដែរអ្នកនរគ្នាបានន័យថាអញ្ចឹងបើសិនជាយើងរៀនចាប់មេរៀននឹងហើយយើងអាចយកមេរៀនហ្នឹងវាទៅពន្យល់មិត្តភ័ក្តិពន្យល់បងប្អូនឬមួយក៏ពន្យល់មិត្តភ័ក្តិផ្សេងទៀតនៅក្នុងថ្នាក់ដែលគាត់ត្រូវការជំនួយដើម្បីយើងពន្យល់មេរៀននឹងបានណាយើងអាចពន្យល់គាត់ឲ្យយល់យើងអាចពន្យល់គាត់បានន័យថាយើងយល់ពីមេរៀននឹងទាំងស្រុងហើយអ្នកទាំងអស់គ្នាចូលមកដល់ចំណុចទី4អត់មានអីច្រើនទេគឺឲ្យអ្នកទាំងអស់គ្នាថែរក្សាសុខភាពនិងគេងឲ្យបានគ្រប់គ្រាន់ព្រោះថាបើសិនជាយើងគេងបានគ្រប់គ្រាន់ណាដំណើរការខួរក្បាលរបស់យើងក៏ល្អវាក៏ជួយទៅដល់ការចងចាំរបស់យើងដូចគ្នាដូចគេនិយាយថាសុខភាពល្អការសិក្សាក៏ល្អទៅតាមនឹងផងដែរអញ្ចឹងកុំភ្លេចគេងឲ្យបានគ្រប់គ្រាន់ថែរក្សាសុខភាពឲ្យល្អ